នេះអង្គុយធ្វើការនៅឃើញឃ្លានសម្លក់ទៅឆ្អើបុកអំបិលហិលហើយចំបាច់ខូចឆ្មាំឆ្ងាញ់ណាស់បន្លែបៃតងខៀវខៀវនិយាយពីតំណងហើយបើថាដាក់អំបិលគ្រួសយើងទៀតជាតិណាស់បន្លែពណ៌បៃតងល្ពៅអីហ្នឹងសិតតែវីតាមីនបងប្អូនអើយចេញទៅធ្វើការមិនតាន់ទេទៅផ្សារហើយទៅរកបន្លែសឡសម្លក់ត្រីឆ្អើបងប្អូនហើយបើពីបរមបរានឡើយវិញចាស់គាត់អាំងត្រីពីងាកទៅសទៅស្អែកដល់សឡហើយបើយើងអត់មានត្រីសទេត្រីឆ្អើហ្នឹងក៏បានដែរសិតតែរបស់ឆ្ងាញ់បងប្អូនយើងអត់មានត្រីសត្រីអាំងអីពីងាកអញ្ចឹងមានតែត្រីឆ្អើហ្នឹងឯងសិតតែរបស់ឆ្ងាញ់ដូចគ្នាទាំងអស់អញ្ចឹងបន្ទាប់ពីទិញបន្លែប្លុកអីហើយអត់មាននៅយូរតប៉ែងខ្សែឡែអីទេគឺបញ្ញាប់មកទេឲ្យព្រួយឃ្លានមកឲ្យឃ្លានមិនបើអង្គុយសម័យឃើញណាត្រង់បានបងប្អូនហើយបើនិយាយពីមុខម្ហូបយើងនេះវិញពណ៌ស្រស់ស្អាតណាស់បងប្អូនហើយបៃតងផងលឿងផងសផងនេះមានគ្រប់ពណ៌ហ្មងតំណងសម្លខ្មែរយើងឆ្ងាញ់ណាហើយអាសម្លក់នេះចាបានទេខ្ជិលនឹងបងប្អូនត្រូវគ្នាណាហើយបើនិយាយពីល្ពៅវិញនេះទិញបានល្អដែរបងប្អូនឡើងលឿងហើយស្លមកឡើងស្អិតល្មួតហ្មងបានអានងខ្ចីល្អទៀតណាថ្ងៃនេះណាហើយបើនិយាយពីផ្ទីវិញអូចោតបានហ្មងស្លក់នឹងត្រូវតែមានហ្មងហើយបើកាញ់ខ្ញុំនៅពីគ្មានវិញបែរតែគៀនទេបងប្អូនមិនខ្វះទេតែមកនៅនេះមានគៀនទេមកពីណាបងប្អូនអើយមានផ្សារហ្នឹងឯងល្អបំផុតទៅអីក៏មានដែរប៉ុន្តែរបស់គៀនទេនិយាយថាស្លឆ្ងាញ់ណារបស់ផ្សារបដូចមិនបានទេបងប្អូនអើយព្រោះវាធម្មជាតិចឹងណាវាដោះតាមសាច់ទឹកចិត្តវាមកដល់អញ្ចឹងអាហ្នឹងស្លមកជាតិហ្មងឆ្ងាញ់ហ្មងហើយខ្ញុំចូលចិត្តជាងគេគឺស្អំបងប្អូនអត់ចោលទេឲ្យសឡប្រហើអីហ្នឹងគឺអត់ចោលហ្មងអាស្អំហ្នឹងហើយវាកាលពីមុនវិញនៅផ្ទះខ្ញុំស្អំណោះដាំនៅមុខផ្ទះផងដាំក្រោយផ្ទះផងពេលខ្លះសំបីអសោះមីក៏ខ្ញុំបេះស្អំយកមកធ្វើបន្លែដែរបេះផ្សំហើយយកមកដាក់ឲ្យមានបន្លែបៃតងអញ្ចឹងព្រោះមនុស្សចូលចិត្តញ៉ាំបន្លែដែរប៉ុន្តែមិនមែនថាអត់ចូលចិត្តសាច់ទេសាច់ក៏ចូលចិត្តដែរនិយាយឡើងឥឡូវមិនthấyឆ្អាហើយល្មងបងប្អូនហើយណែតំណងអត់បងប្អូនផ្សិតជាបានេះទិញបានធំអត់មានតូចទេហើយផ្សិតខ្ញុំលាយផ្សិតនេះគេហៅផ្សិតអីគេបងប្អូនអើយខ្ញុំអត់ស្គាល់នោះនឹងអត់ទិញផ្សិតជាបានេះក៏ខ្ញុំចូលចិត្តដែរនិយាយទៅចូលចិត្តសឹងគ្រប់មុខឯណាខ្ញុំគេរើបន្លែចូលចិត្តហ្មងចូលចិត្តច្រើនហើយសាច់ក៏ចូលចិត្តច្រើនដែរមិនមែនថាចូលចិត្តបន្លែចូលចិត្តសាច់ទេណាអត់ទេចូលចិត្តទាំងអស់ប៉ុន្តែបន្លែហើយសាច់ហ្នឹងវាសុទ្ធតែល្អទាំងអស់បងប្អូនបន្លែវាសម្បូរវីតាមីនទាំងទៅសាច់ទៅវាផ្ដល់ប្រូតេអ៊ីនដល់យើងអីចឹងណាហើយអាល្ពៅនេះអូយពណ៌ដាក់មកឡើងឆ្លោះឡើងលឿងមកដាក់ចិត្តអានងចឹងទៅឡើងខៀវស្ងាត់បងប្អូនតំណងខ្លាំងហ្មងម្ហូបចេះឃើញលើកណាគឺឃ្លានលើកនឹងព្រោះបន្លែអីពណ៌អីតំណងហើយបើជាពិសេសពុកម៉ែបងប្អូនដែលគាត់នៅស្រុកគេអីវិញបើថាឃើញចេះអីនឹងគាត់ឃ្លានហ្មងព្រោះដោយសារអីនៅស្រុកឆ្ងាយចឹងបាក់រោបន្លែខ្មែរស្លហើយស្លខ្មែរយើងភាគច្រើនគឺប្រើប្រហុកនឹងឯងបើនិយាយពីមុខម្ហូបសម្លក់នេះនិយាយទៅស្រួលស្លហ្មងហ្នឹងបងប្អូនអើយវាអត់ញ៉ៃអីច្រើនទេវាមានតែត្រីដូចថាចឹងត្រីអាំងក៏បានត្រីឆ្អើក៏បានបន្លែវិញងាយនៅផ្សារវិញអាហ្នឹងទៅហូរទៅមានហ្មងបន្លែបើថាអ្នកនៅតាមខេត្តតាមសាយកាវិញដោះតែគៀនទេអាបន្លែប្រហែលមកអស់នេះនោះបន្លែក៏ស៊ូរ៉ូសាច់ក៏ស៊ូរ៉ូហើយបើស្លវិញស្លមួយផ្លែតហ្នឹងព្រោះវាអត់មានអីញ៉ៃហ៎យូរទៅបេះឲ្យឆ្អើមួយផ្លែតហើយនឹងបេះបន្លែប្លុកបន្តិចហ្នឹងបេះតែមួយផ្លែតស្លមួយផ្លែតហើយហូបបានហូបឲ្យបងប្អូនអានិយាយទៅម្ហូបហ្នឹងវាងាយលឿនស្រួលដែរហ្នឹងណាហើយដូចខ្ញុំអីស្លប្រហើស្លម្ជូរស្លអីពីច្រើនស្លខ្ញុំតែងតែធ្វើអាអំបិលម្ទេសបុកអំបិលម្ទេសដាក់តាខ្ទឹមម្ទេសអំបិលហើយប៊ីចេងហើយប្រៃឡំមានរសជាតិបងប្អូនហើយប៉ុន្តែចំពោះសម្លក់នេះមួយឬក៏ស្លប្រហើមួយយើងអាចច្របាច់ក្រូចឆ្មាដាក់ឲ្យរៀងជូរដើម្បីញ៉ាំជាមួយអញ្ចឹងណាតែបើយើងអត់ចង់ដាក់ក្រូចឆ្មាក៏បានដែរតែបើថាយើងស្លម្ជូរស្លអីផ្សេងយើងអាចច្របាច់ក្រូចឆ្មាទេព្រោះអីស្លម្ជូរវាជូរឯងគ្រាន់ថាយើងបុកអាហ្នឹងប្រៃហិលដើម្បីកូរជាមួយច្បងមួយបាយឲ្យវាហិលឆ្ងាញ់អញ្ចឹងណាជាពិសេសអ្នកដែលគាត់ចូលចិត្តញ៉ាំហិលអីហ្នឹងគឺត្រូវហ្មងប៉ុន្តែជាទូទៅភាគច្រើនគេហូបស្លអីហ្នឹងគេដួសអីថែមដូចថាទឹកត្រីទឹកស៊ីអ៊ីវអីចឹងទៅប៉ុន្តែបើសម្រាប់ខ្ញុំវិញភាគច្រើនគឺខ្ញុំបុកអំបិលម្ទេសហ្នឹងឯងបងប្អូនហើយរសជាតិអំបិលហ្នឹងគឺប្រៃឡំអញ្ចឹងណាប៉ុន្តែយើងផ្ដោតលើម្ទេសឆើហើយនឹងខ្ទឹមអីចឹងទៅឲ្យវាឈ្ងុយហិលឆ្ងាញ់អញ្ចឹងណាព្រោះឯណាមួយខ្ញុំចូលចិត្តញ៉ាំហិលផងអញ្ចឹងគឺត្រូវខ្លាំងហ្មង
Ôបន្ទាប់ពីនិយាយបានមកសន្ទុះឥឡូវស្លោចិត្តឆ្អិនហើយបងប្អូនអើយហើយមើលសម្រស់នៃសម្លនេះមានពណ៌បៃតងសលឿងខៀវវិញទៅដល់ពេលយើងមើលសម្រស់ពណ៌នឹងមកវាតាក់ទាញភ្នែកគួរឲ្យយើងចង់ញ៉ាំហ្មងហើយរសជាតិវិញក៏មិនថាពណ៌ស្អាតតែអត់ឆ្ងាញ់ទេអត់ទេពណ៌ស្អាតក៏ឆ្ងាញ់ដែរហើយសម្រាប់ការស្លវិញរសជាតិតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាដូចខ្ញុំញ៉ាំបែបផ្សាទេបងប្អូនអត់សូវញ៉ាំប្រៃទេអញ្ចឹងបើសិនជាបងប្អូនចូលចិត្តរៀងប្រៃបែបប្រៃអញ្ចឹងទៅចូលចិត្តរៀងផ្អែមនឹងដាក់ស្ករឲ្យច្រើនទៅគឺត្រូវចិត្តយើងហើយតែដូចខ្ញុំអីហ្នឹងគឺខ្ញុំចូលចិត្តឡំហើយបុកអំបិលម្ទេសហិលដើម្បីក្រូចឆ្មាជូរឆ្ងាញ់ណាស់នេះបងប្អូននេះអញ្ចឹងបងប្អូនមើលម្ទេសបងប្អូនអ្នកដែលចូលចិត្តមើលឲ្យសៀវទឹកមាត់ហ្មងតែបើថាអ្នកដែលគាត់ខ្លាចហិលអត់ចេះហិលគាត់តែឃើញគឺគាត់ខ្លាចហ្មងព្រឺសបល់ហ្មងពួកគាត់ចេះហិលអញ្ចឹងឃើញព្រឺសបល់ហ្មងតែបើអ្នកចូលចិត្តវិញឃើញមកសៀវទឹកមាត់ហ្មងឆ្ងាញ់ឥឡូវដល់វគ្គឆ្អិនហើយលើតពីឆ្អិនយើងធ្វើការញ៉ាំបណ្ដោយបងប្អូននេះអញ្ចឹងបងប្អូនអាចញ៉ាំជាមួយខ្ញុំបានរសជាតិដែលខ្ញុំប្រាប់អញ្ចឹងរសជាតិអត់សូវដិតខ្លាំងទេគឺរៀងឡំអញ្ចឹងណាប៉ុន្តែសម្រាប់យើងចូលចិត្តហើយយើងស្លដំរីចិត្តរបស់យើងអញ្ចឹងវាឆ្ងាញ់ហើយបងប្អូនហើយឆ្ងាញ់ខ្លាំងទៀតតំណងខ្លាំងបងប្អូនអញ្ចឹងចាប់ដើមធ្វើការញ៉ាំហើយបើសិនជាបងប្អូនភាសាម្ហូបអាហារពេលល្ងាចហើយឃើញហើយអត់សូវអីតែបើសិនជាអត់តន់ហូបទេហើយឃើញវីដេអូនេះប្រកាសជាអាចនឹងឃ្លានដែរហ្នឹងណាហើយបើសិនជាសម្លនេះជាសម្លដែលយើងចូលចិត្តទៀតរត់តែចង់ញ៉ាំដែរហើយវីដេអូនេះក៏មានតែប៉ុណ្ណេះបងប្អូនអរគុណច្រើនបាយបាយ